ជំរាបសួរបងប្អូនតែថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាសម្លម្ជូរគ្រឿងសាច់គោតោះឥឡូវយើងកុំបង់យូរយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងចាប់ផ្ដើមហាន់គ្រឿងរបស់យើងមានគល់ស្លឹកគ្រៃហើយមានស្លឹកក្រូចសើចនិងល្មៀតរំដេងបន្ទាប់ពីយើងហាន់រួចហើយយើងចាប់ផ្ដើមយកទៅកិនម្ដងឥឡូវនេះគ្រឿងរបស់យើងគឺបានកិនម៉ត់ល្អហើយបងប្អូនឥឡូវយើងយកទុកដាក់ចានម្ដងសិនឥឡូវនេះយើងចាប់ផ្ដើមដាក់ឆ្នាំងបន្ទាប់មកយើងចាក់ខ្លាញ់ដើម្បីរំលីងគ្រឿងរបស់យើងឲ្យឡើងឈ្ងុយបន្ទាប់មកយើងបន្ថែមប្រហុក1ស្លាបព្រាស្ករសកន្លះស្លាបព្រាបន្ទាប់មកយើងបន្ថែមស្លឹកក្រូចសើចពី3សន្លឹកបន្ទាប់ពីគ្រឿងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមចាក់សាច់ចូលឥឡូវនេះសាច់របស់យើងគឺបានឆ្អិន 70% បងប្អូនបន្ទាប់មកយើងចាប់ផ្ដើមចាក់ទឹកចូលហើយយើងបន្ថែមស្ករសកន្លះស្លាបព្រាអំបិលកន្លះស្លាបព្រាទឹកត្រី1ស្លាបព្រាបន្ទាប់មកដាក់សណ្តែកដីលីងចូលបន្ទាប់មកយើងដាក់អំពិលទុំចូលបងប្អូនចូលចិត្តកាសាំងអាចដាក់កាសាំងបានបងប្អូនតាមចំណង់ចំណូលចិត្តបងប្អូនបន្ទាប់ពីយើងងាស់បានមួយសន្ទុះហើយមើលទៅវារីងទឹកយើងអាចបន្ថែមទឹកវាចូលបានបន្តមកទៀតយើងដាក់បន្លែចូលមានត្រកួនហើយនៅម្ទេសប្លោកបងប្អូនបន្ទាប់ពីពុះមួយសន្ទុះយើងបង់ម្រះព្រៅចូលរួចជាការស្រេចអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ